ចង់នាំខ្ញុំទៅកាន់សេរីភាពប៉ុន្តែខ្ញុំមិនអាចទៅរបៀបកំសាកដូចនេះបានទេខ្ញុំជក់ស្លាប់នៅទីនេះកន្លែងដែលខ្ញុំកើតខ្ញុំមិនអាចចាក់ចែងរបៀបកំសាកដូចនេះទេកំហុសខ្ញុំតែមួយគត់ក្នុងមួយជីវិតដែលខ្ញុំប្រព្រឹត្តគឺជឿលើអ្នកឯង The American គឺជឿលើអ្នកឯងអាមេរិកាំងសូមឲ្យអ្នកឯងទៅរស់នៅក្នុងពិភពស្អី under the sky អីយ៉ាងទៅហើយចប់ប៉ុណ្ណឹងគាត់ទៅសេហ្នឹងដូចក្លាហានណាប៉ុន្តែថ្ងៃ17មេសាគាត់រត់ចូលក្នុងសានទូតបារាំងដើម្បីសុំរដ្ឋអាស៊ីលប៉ូលីទិកសុំសិទ្ធិចកោននយោបាយនៅក្នុងស្ថានទូតបារាំងពេលហ្នឹងមានការចរចាតឹងតែងណាស់រវាងនៅក្នុងសភៅរបស់ François Bijot លើប៉ុកតៃគឺថាតឹងតែងណាស់ខ្មែរក្រហមចង់ទាឲ្យអម្បាសាទកាលហ្នឹងអត់មានអម្បាសាទទេមានតាគេហៅកុងស៊ូឡាគេហៅកុងស៊ូឡាកុងស៊ូឡាខ្មែរយើងហៅភិរៈធារីយ៉ាងហ៎ភិរៈធារីស្ថានទូតទេណាទូតអត់មានទេមានភិរៈធារីស្ថានទូតទេខ្មែរក្រហមចរចាឲ្យភិរៈធារីហ្នឹងបញ្ចេញស្រីមតៈមកឲ្យគេតែស្ថានទូតហ្នឹងអត់ព្រមនៅក្នុងស្ថានទូតហ្នឹងមានទាំងខ្មែរទាំងបរទេសរាប់រយនាក់ដែលមកចូលនៅក្នុងហ្នឹងឯងអ្នកណាប្រពន្ធបារាំងចេញអ្នកណាប្តីបារាំងនៅខ្មែរណាស្រីណាដែលមានប្តីបារាំងនៅប្រុសណាដែលមានប្រពន្ធបារាំងចេញចលះទៅជាមួយគេចរចាយូរមែនតែនទៅភិរៈធារីអត់ព្រមបកុលសេរីមតៈឲ្យខ្មែរក្រហមគម្រាមបាញ់កំទេចសានទូតនឹងហ្មងដល់អញ្ចឹងil n'a pas le choix ត្រូវតារុញត្រង់សេរីមតៈឲ្យចេញមកបកុលឲ្យខ្មែរក្រហមនៅពេលដែលត្រង់សេរីមតៈចេញមកដល់មាត់ទ្វារហ្នឹងលោកឈរផ្អែកនឹងលើប៉ុកតៃថាលបងខ្លងទ្វារខ្លងទ្វារអមសាទហ្នឹងស្ថានទូតហ្នឹងឲ្យលោកនិយាយថាម៉េចទេខ្ញុំភ្លេចហើយតើគេដូចជាគេមិនបណៃយើងទេពីពេលនេះទៅអីដែរយើងច្បាស់ជាគេមិនទុកជីវិតយើងទេអញ្ចឹងណាហើយអ្នកដែលយកត្រង់សេរីមតៈចេញពីស្ថានទូតបារាំងហ្នឹងអងស៊ីណូវេរ៉ូលេអាហ្នឹងគេទៅសេអញ្ចឹងណាជាចិនម្នាក់ដែលមានមុខកើតមុនតិចណានៅក្នុងកើតមុនកើតអត់ស្វាយវេរ៉ូលេអត់ស្វាយតិចណាហើយយកដាក់ឡានជីបទៅឲ្យអង្គុយនៅខាងមុខហ្នឹងក្បែរតកងហើយមានអាចិនហ្នឹងអង្គុយពីខាងក្រៅគៀកស្មាគាត់ជាប់ឮថាគេយកទៅកិនសម្រាប់ចោលនៅស្តាតអូឡ িম্প ិកខ្ញុំអត់ដឹងទេឮគេថាណាប៉ុន្តែចិនហ្នឹងនាំចេញដូច្នេះគេអាចសន្និដ្ឋានថាចិនហ្នឹងគឺស្ដេចសីហនុអ្នកបញ្ជូនមកព្រោះtu vois le conflit entre les Sisowatt et les Neurodom ចំនួនរវាងអីខ្សែស៊ីសវត្តខ្សែនរោត្តមហ្នឹងណាអញ្ចឹងហើយវាមានការសងសឹកគ្នារឿងហ្នឹងវាយូរមកហើយមានតាំងពីយូរមកហើយខ្មែរយើងណាស្លាប់ដោយសារតែការដែលស្ដេចរាជវង្សស្ដេចហ្នឹងឆ្លោះគ្នាទៅដើមរាជហ្នឹងណាបានជាវារងគ្រោះដល់ឥឡូវហ្នឹងឯង usurpé បារាំងវាប្រើ usurpé François Bijot គាត់ទៅសេតាគាត់ថាស្រុកខ្មែរជាស្រុកដែលខ្លាំងធ្លាប់បវលកង់ប្រវត្តិសាស្ត្រ
ពិភពលោកប៉ុន្តែមកស្លាប់នឹងការដែលជ្រែករីកគ្នាហ្នឹងបងស្លាប់ប្អូនស្លាប់បងមាស្លាប់ក្មួយស្លាប់មាកូនស្លាប់ឪដើម្បីតែអំណាចទ្រង់ស្រីមន្តៈបើតាមខ្ញុំគិតទៅលោកអត់ចាញ់បោកខ្មែរក្រហមទេប៉ុន្តែលោកមិនជឿបើលោកចេញទៅបើលោកចេញទៅហើយលោកមានជីវិតរស់នៅលោកអាចបរៀនក្មេងៗសាក្រោយអីឲ្យចេះឲ្យស្គាល់ឲ្យដឹងព្រោះលោកដឹងរឿងច្រើនប៉ុន្តែការស្លាប់ចឹងវាអត់ប្រយោជន៍អ្នកដែលចាញ់បោកខ្មែរក្រហមគឺលន់នន់ទេព្រោះលន់នន់ហើយនឹងប៉ុលពតហើយនឹងមីមនការរៀននៅលីសេសុសវ័តហ្នឹងគេបាន forme ក្រុមមួយគេហៅលេ trio គេថាមុំចង្ក្រានណា3នាក់ហ្នឹង trio ហ្នឹងមានមីមនមានស្លុតសមានលន់នន់រៀនជាមួយគ្នាហើយគេបាន forme គ្នារៀន3នាក់ហ្នឹងហើយគេទៅវ៉ាកងទៅអីជាមួយគ្នាណាដូច្នេះវាជាអាមីអាំងទីមជាមិត្តជិតដិតមែនតើណាជាមិត្តជិតដិតមែនតើដល់ចឹងទៅខ្ញុំគិតថាប្រហែលជាលោកលន់នន់មានការចរចាជាមួយស្លុតសជាមួយប៉ុលពតដែរមុនថ្ងៃ17មេសាហ្នឹងព្រោះអីពេលដែលខ្មែរក្រហមមិនមែនខ្មែរក្រហមវាយួនចូលមកហ្នឹងណាព្រោះវា derrière le rideau ce sont des Vietnamiens នៅខាងក្រោយវាំងននហ្នឹងសិតតែពួកយួនដែរដែលចូលមកភ្នំពេញថ្ងៃ17មេសាហ្នឹងមិនយួនទេតែលេហាណូគីសលេពួកខ្មែរដែលទៅរៀននៅហាណូយ1900នាក់ណាដែលវាចាប់យកទៅតាំងពីឆ្នាំ1945ហ្នឹងហើយឆ្នេះគេហ្នឹងហើយគេអ្នកចាត់ចែងរឿងចលារឿងអីទៅណារឿងស្លាប់លោកលន់នន់ស្លាប់អីទៅពេលដែល17មេសាហ្នឹងខ្មែរក្រហមចូលមកហ្នឹងមានក្រុមមួយគេតាំងខ្លួនគេខ្មែរក្រហមដែរណាគេហៅលេម៉ូណាស្យូដែលមានតុងក្រហ្គាមេចេះណាក្រហ្គាមេកងកចេះណានឹងក្រុមលោកលន់នន់ណាក្រុមលោកលន់នន់នៅខាងក្រោមលោកលន់នន់ហ្នឹងមានលោកហែមកេតសនាលោកហែមកេតសនាខ្ញុំមកនឹកឃើញលោកហែមកេតសនាហែមកេតតារាកូនគាត់រៀននៅលីសេស៊ីសវ័តដែរហែមកេតតារាហើយនឹងមួយទៀតឈ្មោះស្អីទេពួកហ្នឹងហើយដែលជាខ្មែរក្រហមចូលមកក្នុងថ្ងៃ17មេសាដែរប៉ុន្តែជាខ្មែរក្រហមរបស់លោកលន់នន់របស់ហែមកេតសនាឃើញរូបមួយកាន់PAខ្មៅណាហ្នឹងហើយហែមកេតតារាមែនហែមកេតតារានឹងប្អូននេះហែមកេតតារានៅអីនៅអ៊ីរេងនៅមន្ទីរឃោសនាការអ៊ីក្បែរវត្តភ្នំនោះទេហើយបងប្អូនពីរនាក់នឹងហែមកេតតារាហើយនឹងហែមកេតស្អីមួយទៀតទេហ្នឹងឯងដែលកាន់កំភ្លើង PA មួយ PA ខ្មៅជុងណានឹងក្រុមមូណាស្យូ Mouvement National អីទៅអានឹងនៅក្នុងសភៅរបស់ François Ponceau អត់ទេ François Ponceau ដែល Monasio ហ្នឹងហើយពួកហ្នឹងមិនដឹងជាពួក Monasio ហ្នឹងមិនសម្លាប់ទេតាមខ្ញុំមើលបើតែមិនដឹងពួកណាទេតែទៅកាន់កាប់មន្ទីរឃោសនាការហ្នឹងហើយយកកាលហ្នឹងមិនហៅព្រះអង្គខៀវជុំហើយព្រះអង្គស្អីហួតតាតសម្ដេចហួតតាតហួតអីទៅណាទៅយូរហ្នឹងយកទៅស្លាប់ទាំងអស់ខ្ញុំមាន list ខ្ញុំមានបញ្ជីអ្នកដែលគេយកចេញពីមន្ទីរឃោសនាការហ្នឹងយកទៅស្លាប់ខ្ញុំមានបញ្ជីគ្រប់អស់មានដូចជា famille de ស្អីpharmacist អីមួយល្បី
mademoiselle ស្អីស្អីច្រើនណាហ្នឹងសាក់5សាក់10អីហ្នឹងសម្រាប់ច្រើនដល់ពួកហ្នឹងឯងយកចេញពីមន្ទីរឃោសនាការហ្នឹងទៅសំភ្នំពេញសម័យស្ដេចសៀនុមានទឹកប្រើនៅភ្នំពេញគ្រប់គ្រាន់ទេកាលខ្ញុំនៅពីតូចកាលខ្ញុំមកនៅភ្នំពេញដំបូងទឹកពិបាកទឹកហ្នឹងពេលព្រឹកឡើងម៉ោង 4 ម៉ោង 5ហ្នឹងលើសូត្រធុងប៉ោតហ្នឹងរករ៉ាហ្នឹងម្នាក់ទាញប៉ោតទាញធុងហ្នឹងទៅអានេះគេហៅហ្វុងតែនណាគេមានហ្វុងតែនគេមានអាក្បាលរ៉ូប៊ីណេធំមួយគេដាក់នៅចង្ងាយពីផ្ទះខ្ញុំប្រហែល150ម៉ែត្រហើយយើងព្រលឹមឡើងយើងទៅយកធុងយកអីទៅជូនទឹកហ្នឹងណាហើយទឹកពីហ្នឹងយកមកទុកប្រើទៅឬក៏អ្នកណាមានអាទេសដាក់ធុងសាំងហ្នឹងទៅដឹកយកមកដើរលក់ដើរអីតាមនេះទៅក្រោយមកបានពួករដ្ឋកោទឹកហ្នឹងគេធ្វើទៅយកចាយទឹកឲ្យយើងហ្នឹងហើយគេប្រកបទៅយកប្រកបអីមកណាអត់ខ្វះទឹកប្រើទេជំនាន់ហ្នឹងអត់ប្រើទឹកប្រើបើខ្ញុំអត់ដឹងថ្លៃប៉ុន្មានទេទឹកខ្ញុំនៅក្មេងréseau ក្រុមផ្ដល់ទឹកស្អាតឲ្យយើងផឹកហ្នឹងគេហៅមន្ទីរឧតកកិច្ចប្រហែលថាទឹកវាបល័យណាឧតកកិច្ចចឹងមកនៅក្នុងសភៅស្រីហេតុប្រទេសគេសរសេរថាមានទ្រព្យមានភ័យ1រាជភ័យ2អគិភ័យ3ចោរភ័យ4ឧតកភ័យ5វិវាទភ័យកាលណាយើងមានទ្រព្យយើងភ័យនឹងរាជភ័យ1រាជភ័យដូចថាបើយើងយកទៅដាក់ធនាគារទៅកៃឡូធនាគារហ្នឹងវាលំវាអីណាបើយើងទុកនៅផ្ទះទៅកៃឡូសុកទេសវាប្រែប្រួលអីចឹងទៅណាលែងចាយលែងសម័យមកក្រមចឹងទៅអាហ្នឹងគេហៅរាជភ័យ2អគិភ័យភ្លើងឆេះ3ចោរភ័យ4ឧតកភ័យភ័យនឹងទឹកជំនន់5វិវាទភ័យភ័យឆ្លោះគ្នាតែមានទ្រព្យឆ្លោះគ្នាហើយឃើញអុកញ៉ាណានោះឃើញគេតែយកដីយកអានឹងរាជភ័យឧតកភ័យភ័យឆ្លោះគ្នាដោយសួនច័ន្ទថុលជាមួយឪក្មេកជាមួយអីនោះឃើញឪមិនទាន់ស្លាប់ផងណាឆ្លោះគ្នាទៅដើមទ្រព្យបាត់ហើយអានឹងវិវាទភ័យចោរភ័យយើងដឹងហើយណាភ័យខ្លាចចោលអគិភ័យខ្លាចភ្លើងឆេះសុខសប្បាយឥឡូវហ្នឹងសុខសប្បាយហើយបើតិចទៀតទៅដឹងមិនទេបងអ្នកណាសួរថាត្រង់សិរិមតៈនឹងចាញ់បោកខ្មែរក្រហមទេលោកអ៊ំហ្នឹងណាខ្ញុំនិយាយតិចទៀតចុះមុនខ្ញុំបញ្ចប់នៅថ្ងៃ18មីនាហ្នឹងណាត្រង់សិរិមតៈទៅផ្ទះលោកលន់នល់ជាមួយទាហានម្នាក់ហើយទៅដល់បង្ហាញក្រិតតម្លាក់សម្ដេចសៀនុឲ្យលោកលន់នល់សញ្ញេលោកលន់នល់ essayer d'atténuer សាកល្បងនឹងពជាពេលថាពជាពេលបន្តិចសិនណាគិតមើលបន្តិចសិនណាត្រង់ស្រីមតាដកភ្លើងភ្ជុងថា nol mon ami si tu ne signe pas je te tuerai je te fusilerai គេថាលន់នល់បើសម្លាញ់បើឲ្យមិនសញ្ញេទេណាអញបាញ់ឲ្យចោលលន់នល់មានអីសញ្ញេទាំងទឹកភ្នែកដូចយើងដឹងហើយថាគូនេះជាគូវណ្ណណាណាហ្នឹងខ្ញុំនិយាយតាមសៀវភៅរបស់ Philip Short មិនមែនខ្ញុំបង្កើតខ្លួនឯងទេខ្ញុំមើលតាមឯកសារ Nol mon ami si tu signes pas je te filerai Nol
tầm lánh bà anh mình sẽ nhảy tế anh ba nhà ai chào lúc nó nói mình ai cao vì sẽ nhảy tăng tập này và nó sẽ nhảy hỏi rụt cỏ vì bày krướng từ bọt đạp cho được một rồi sẽ phíaประมาณ krướng tiết nơi một tí khô sân cá và liên dân hoa bắt tặng ô telephone telegram trên kéo bắt tặng ô hỏi sẽ phía phải chống tùm lẹ đại chế được và đây là class thay chế rọt bà há đó và đây lúcวันดีก่อนលោកទៅសេថាការទម្លាក់ស្ដេចនេះគឺត្រឹមត្រូវតាមមាត្រាទី15នៃរដ្ឋធម្មនុញ្ញជាធរមានរដ្ឋធម្មនុញ្ញជាធរមានបើកមើលសភៅគាត់ទៅដូច្នេះអ្នកណានិយាយថារដ្ឋបហាទៅខ້ອຍខ្ញុំមិនដឹងថារដ្ឋធម្មនុញ្ញនឹងលេខប៉ុន្មានខ្ញុំមិនដែលឃើញទេប៉ុន្តែខ្ញុំនិយាយយោងទៅតាមសភៅរបស់លោកវ៉ាន់ឌីកនគាត់ទៅសេថាការទម្លាក់ស្ដេចនេះគឺត្រឹមត្រូវតាមមាត្រាទី15នៃរដ្ឋធម្មនុញ្ញជាធរមានបងប៉ុណ្ណឹងចោះខ្ញុំនិយាយ1ម៉ោងជាងហើយមានខុសមានត្រូវព្រោះតែនិយាយច្រើនវាខុសច្រើននិយាយតិចវាខុសតិចអត់និយាយសោះខុសតែមួយមុខទេគឺអត់និយាយមានគេជេរខ្ញុំទៀតដែរចាំឲ្យក្រោយជួបគ្នាចាំខ្ញុំនិយាយគេជេរឲ្យស្ដាប់ឥឡូវនិយាយរឿងស្ដេចកនប៉ុណ្ណឹងចោះបងជូនពរសុខសប្បាយសុខភាពល្អហើយคงชื่อว่าถ้าเบอร์เกสดอตกหมดอะขนองเยอะอ่ะนั่งไปแจกทาเกนั่งดาขอยเยอะดิดังขอยขนองเยอะเกสดอตกหมดดักขนองมาในทาเกดาขอยขนองเยอะเลยแล้วบางเกสดอดักขนองเยอะกันបងជូនពរសុខភាពល្អស្វែងគុំលាគុំចាស់គុំអង្គជំរាបលាបងប្អូនទាំងអស់គ្នា1ម៉ោងហើយបងông Saret là lùm ông ca chúc si dư mà pred la vi ông se verra la prochaine fois ok ciao